ជួបគ្នាជាមួយនឹងខ្ញុំសាជាថ្មីជាមួយទៅនឹងប្រធានបទថ្មីមួយទៀតគឺតកតងជាមួយទៅនឹងការកង្វះវីតាមីន C គឺចង់ដឹងថាតើការកង្វះវីតាមីន C បណ្ដាលឲ្យវាមានបញ្ហាសុខភាពបែបណានោះសូមតាមដានស្ដាប់វីដេអូនេះទាំងអស់គ្នាការកង្វះវីតាមីន C ដែលបណ្ដាលឲ្យវាមានបញ្ហាផ្សេងៗជាច្រើនមែនទែនដោយសារតែវីតាមីន C វាមាននីតិជួយនៅក្នុងការផលិត collagen ដែលវាមាននីតិសំខាន់សម្រាប់ស្បែកឆ្អឹងនិងឈាមអញ្ចឹងអាការៈនៃការកង្វះវីតាមីន C មានដូចជាទី1អស់កម្លាំងនិងធុញថប់រាងកាយអស់កម្លាំងហើយយើងមានអារម្មណ៍ធុញថប់ជាប់ជានិច្ចទី2ស្បែកស្រអាប់និងងាយរងការរលាកស្បែកអាចឲ្យយើងមានឆាស់ចាស់ខុសពីធម្មតាហើយងាយទៅនឹងរងរបួសបើសិនបើយើងកង្វះវីតាមីន C របួសរបស់យើងគឺក្រជាសះស្បើយមែនទែនហើយទី4អាចតកតងជាមួយទៅនឹងការឈាមច្រមុះឬក៏មានឈាមនៅលើអញ្ចាញធ្មេញដោយសារតែវីតាមីន C ជួយបង្ការការហូរឈាមពីច្រមុះនិងអញ្ចាញធ្មេញនេះឯងទី5សក់ស្ដើងឬក៏ងាយខូចឬក៏ដាច់រហែកសក់ស្ដើងក៏អាចបណ្ដាលមកពីការកង្វះវីតាមីន C ហើយធ្វើឲ្យសុខភាពរបស់សក់ចាប់ផ្ដើមងាយផុយទន់ដាច់ផុយខ្លាំងមែនទែនហើយទី6តកតងជាមួយនឹងបញ្ហាឆ្អឹងដែលអាចបណ្ដាលឲ្យសុខភាពរបស់ឆ្អឹងកាន់តែខ្សោយហើយងាយរងទៅនឹងការខូចខាតឬក៏បាក់ជាដើមហើយទី7នេះគឺធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយគឺងាយឲ្យនឹងឆ្លងពីជំងឺផ្សេងៗអញ្ចឹងនៅពេលដែលកង្វះវីតាមីន C គឺអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយគឺងាយនឹងឆ្លងពីជំងឺមែនទែនហើយបើសិនបើយើងដឹងថាវីតាមីន C របស់យើងចុះខ្សោយយើងអាចការពារឬក៏ព្យាបាលការកង្វះវីតាមីន C នេះលោកអ្នកអាចញ៉ាំនៅវីតាមីន C បានដែលវីតាមីន C ទាំងអស់នោះវាមាននៅក្នុងបន្លែនិងផ្លែឈើហើយមានដូចជានៅក្នុងផ្លែក្រូចឆ្មាផ្លែស្វាយផ្លែចេកល្ហុងឬក៏ប៉ោមជាដើមហើយស្ថិតនៅក្នុងបន្លែវិញមានដូចជាខាត់ណាស្ពៃឲ្យតែពណ៌បៃតងនិងបន្លែបៃតងផ្សេងទៀតប្រមាណចំណុចខាងលើនេះគឺតកតងជាមួយទៅនឹងការកង្វះវីតាមីន C ចុះប្រសិនបើអ្នកទាំងអស់គ្នាលើសវីតាមីន C វិញតើវាប្រែប្រួលបាក់ទៅដល់អ្នកទាំងអស់គ្នាយ៉ាងដូចនេះខ្លះអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាលើសវីតាមីន C ទី1អ្នកទាំងអស់គ្នាអាចមានការរាកជាប្រចាំទី2ធ្វើឲ្យឈឺនៅខាងក្នុងក្រពះហើយទី3នោះគឺអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានគ្រោះនៅក្នុងតម្រងនោមជាដើមអញ្ចឹងធ្វើបែបណាបានដឹងថាតើពេលណាទើបលើសឬក៏ពេលណាទើបខ្វះជាទូទៅយើងត្រូវឲ្យដឹងអំពីតម្រូវការនៅក្នុងរាងកាយប្រចាំថ្ងៃថាចំពោះកុមារនិងមនុស្សពេញវ័យត្រូវការវីតាមីន C ចំនួនប៉ុន្មាននៅក្នុងមួយថ្ងៃសម្រាប់កុមារដែលគាត់មានអាយុពី1ឆ្នាំទៅ3ឆ្នាំវីតាមីន C ដែលគាត់អាចទទួលបានគឺក្រោម400មីលីក្រាមហើយកុមារដែលគាត់មានអាយុចាប់ពី4ទៅ8ឆ្នាំគឺវីតាមីន C ដែលគាត់អាចទទួលទានបានគឺចន្លោះនៅក្រោម650មីលីក្រាមហើយចាប់ពី9ឆ្នាំរហូតដល់13ឆ្នាំគឺមានចំនួនក្រោម1200មីលីក្រាម14ឆ្នាំរហូតដល់18ឆ្នាំនៅក្រោមចន្លោះ1800មីលីក្រាមហើយចាប់ពី19ឆ្នាំឡើងទៅលើទៅគឺត្រូវទទួលទានក្រោម2000មីលីក្រាមអញ្ចឹងបើសិនបើនៅក្នុងជីវិតប្រចាំថ្ងៃអ្នកទាំងអស់គ្នាទទួលទាន
ឬក៏ញ៉ាំវីតាមីន C លើសពីចំនួនដែលមានបែងចែកនៅក្នុងក្រុមអាយុនោះច្បាស់ណាស់អ្នកទាំងអស់គ្នាអាចនឹងឈឺកាពះរាគចង្អួតហើយនឹងអាចកើតនៅគ្រោះនៅក្នុងតម្រងនោះផងដែរបើសិនមកអ្នកទាំងអស់គ្នាគិតថាវីដេអូនេះល្អសូមជួយចែកលេខវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាហើយបើសិនមកអ្នកទាំងអស់គ្នាថ្មីទើបតែតាមដាននៅ channel របស់ខ្ញុំទេសូមកុំភ្លេចជួយ Subscribe នៅ channel របស់ខ្ញុំផងដើម្បីទទួលបានគន្លឹះថ្មីទាក់ទងជាមួយទៅនឹងបទពិសោធន៍ព្យាបាលសុខភាពក៏ដូចជានឹង tip ខ្លីៗអំពីសុខភាពផងដែរនៅពេលនេះសូមអរគុណសូមជម្រាបលា